សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនទាក់ទងជាមួយនឹងការដាក់ outer glow នៅក្នុងកម្មវិធី Adobe InDesign សម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី Adobe InDesign អូខេអញ្ចឹងសម្រាប់ outer glow វាគឺជា effect មួយប្រើដើម្បីធ្វើការដាក់ពន្លឺស្រមោលឲ្យ object ឲ្យអក្សរឬក៏ឲ្យ logo ឬក៏ប៊ូតុងផ្សេងៗដែលយើងធ្វើការរចនាវាអូខេអញ្ចឹងខ្ញុំចូលទៅធ្វើការបង្កើតជា object មួយឥឡូវឧទាហរណ៍ថាជាអូខេជា polygon tool ចុះអញ្ចឹងខ្ញុំ click ទាញវាមួយមកចឹងយើងមាន object មួយអញ្ចឹងយើងអាចដាក់ទៅលើជា text ក៏បានជា logo ក៏បានអូខេចឹងយើង click លើវាមកហើយអានេះខ្ញុំដាក់ពណ៌វាខ្ញុំដាក់ពណ៌វាពណ៌ខៀវចុះអូខេហើយអានេះខ្ញុំធ្វើការដោះ stroke ចេញអូខេចឹងយើងមាន object មួយអញ្ចឹងមកយើងអាចបង្កើត object ផ្សេងទៀតឥឡូវដល់ខ្ញុំចូលទៅជាដាក់ជា ellipse មួយចុះហើយខ្ញុំចូលទៅដាក់ទៅលើ fill វាពណ៌ក្រហមអូខេហើយបន្តមកទៀតគឺតើតើនឹង text ចឹងយើង click ទៅលើ text យើង click អូសវាមួយមកហើយយើងទៅឡើងទំហំ font វាធំតិចដើម្បីងាយស្រួលមើលឥឡូវខ្ញុំទៅសេពាក្យថា glow អូខេហើយខ្ញុំទៅឡើងទំហំវាធំយើងអាចដូរ mode វាដូរ mode អក្សរ double click លើវាមកហើយយើងចូលមកកន្លែង font យើងរើសមើល font ដែលយើងពេញចិត្តខ្ញុំដាក់នេះចុះអូខេពេលដាក់អញ្ចឹងយើងឃើញថាវាធំចឹងយើងទាញវាបរិចធំតិចមកអូខេយើងដាក់ពណ៌ឲ្យផ្សេងមក double click លើវាហើយយើងចូលមករើសពណ៌យើងដាក់ពណ៌ green ចុះអូខេអញ្ចឹងដើម្បីធ្វើការដាក់ outer glow គឺយើងគ្រាន់តែ click ទៅលើ object នឹងមកហើយយើង right click យើងចូលទៅ effect ហើយយើងយកពាក្យថា outer glow អញ្ចឹង click លើវាមកអញ្ចឹងវាចេញផ្ទាំងមួយឲ្យយើងចឹងខ្ញុំធ្វើការដាក់ទៅលើ polygon ដែលយើងឃើញសញ្ញា tick នៅកន្លែងនេះបញ្ជាក់ថាយើងកំពុងតែប្រើប្រាស់ទៅលើ outer glow ហ្នឹងបន្តមកទៀតគឺយើងចូលមកកន្លែងពណ៌ឥឡូវយើងដូរពណ៌សិនវាសាពណ៌សឲ្យ background យើងពណ៌សទៀតមើលឃើញឥឡូវខ្ញុំដាក់ពណ៌វាពណ៌គេវាពណ៌ផ្កាឈូកនេះហើយចុចអូខេបន្តមកទៀតយើងរើសទៅលើ blending mode ចឹងខ្ញុំរើសយក normal សិនមកអូខេហើយខ្ញុំដាក់ទៅលើ size វាធំតិចនេះបងប្អូនឃើញអញ្ចឹងអាហ្នឹងគឺជាពន្លឺស្រមោលជាខាងក្រៅហ្នឹងឲ្យវាភ្លឺអញ្ចឹងឧទាហរណ៍ខ្ញុំចង់ដាក់ពណ៌វាពណ៌ក្រហមហើយយើងរើសពណ៌ក្រហមមកនេះជាអូខេមកបន្តមកទៀតអានេះគឺ opacity ភាពច្បាស់របស់វាជាយើងចង់ច្បាស់ខ្លាំងច្បាស់តិចអីគឺយើងអាចសារ៉េទៅលើកម្រិតភាគរយនៃ opacity ដែលយើង click ហើយ slide វាឬក៏បញ្ចូលតម្លៃលេខនៅក្នុងនេះតែម្ដងអូខេបន្តមកទៀតតកតងជាមួយនឹង option នៅកន្លែងនេះចឹងយើងអាចរើស option យើងអាចរើសជាភាសាចឹងវាមានលក្ខណៈរបៀបនេះឬក៏យើងរើសយកពាក្យថា software ចឹងយើងរើសយកហ្នឹងមកហើយបន្តមកទៀតតកតងជាមួយនឹង size គឺជាទំហំនេះ size ទំហំរបស់វាចឹងយើងចង់បានវាធំឬក៏តូចគឺយើងសារ៉េទៅលើ size អូខេបន្តមកទៀតនៅកន្លែងនេះ noise ហ្នឹងគឺគ្រប់គ្រងទៅលើកម្រិតគ្រាប់នៃស្រមោលហ្នឹងចឹងយើងគ្រាន់តែ click លើវាមកយើងទាញវាមកនេះយើងចង់បានរៀងគ្រាប់ខ្លាំងៗគឺយើងទាញវាខ្លាំងមកឬក៏យើងបន្ថយវាតិចមកអូខេបន្តមកទៀតតទៅជាមួយនឹង spread ហ្នឹងគឺគ្រប់គ្រងទៅលើពន្លឺគៀកជាមួយនឹង object នេះអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំទៅឡើងវានេះបន្តិចទៅបន្តមកទៀតយើងចូលទៅ spread ហើយយើងទាញវាឃើញទេពេលណាយើងទៅឡើងវាយើងឃើញថាមានពន្លឺពណ៌ក្រហមហ្នឹងគឺវាដិតខ្លាំងជាប់ជាមួយនឹងជាយនៃ object ហ្នឹងយើងទាញវាខ្លាំងនេះឃើញទេខ្ញុំចង់ដាក់ប៉ុណ្ណាអូខេខ្ញុំចុចអូខេមកបន្ទាប់ពីយើងធ្វើការសារ៉េរួចហើយយើងធ្វើការដាក់វាមកខ្ញុំចុចអូខេ
មួយទៀតអក្សរចឹងខ្ញុំដាក់លើអក្សរខ្ញុំ click លើវាមកហើយយើងធ្វើការ right click យើងចូលមក effect ហើយយើងយកពាក្យថា autoclone click លើវាហើយយើង complete tick ទៅលើសញ្ញា preview នេះដើម្បីធ្វើការបង្ហាញវាបើសិនបើយើងអត់ tick ទេនៅពេលដែលយើង សេរីទៅលើ option នេះគឺវាអត់បង្ហាញនេះទេលុះត្រាតែយើងចុច OK ហើយខ្ញុំដាក់ពណ៌ឲ្យផ្សេងមួយទៀតខ្ញុំដាក់ពណ៌លឿងចុះហើយចុច OK មកហើយយើង សេរីទៅលើ option យើងចង់បាន normal ឬក៏ multiply ឬក៏ screen យើងអាចយកឬក៏ overlay នៅលើវារបៀបនេះអញ្ចឹងយើងអាចធ្វើការតម្លើងទៅលើកម្រិតភាពច្បាស់ជា opacity បន្តមកទៀតគឺតកតងជាមួយនឹង option នេះគឺយើងអាចរើសជា soft ឬក៏ precise របៀបនេះហើយ noise យើងចង់បាន noise ខ្លាំងឬក៏តិចកម្រិតក្របនៃសម្ោលហ្នឹងគឺយើងចង់បានខ្លាំងឬក៏តិចអីយើងសេរីទៅលើអូខេទៅលើ noise នេះតមកទៀតគឺអានេះគឺ spread សុំតោះ spread ហ្នឹងគឺយើងចង់បានឲ្យវាភ្លឺខ្លាំងចេញពីជាយនៃអក្សរហ្នឹងហើយចុច OK មកអានេះមួយទៀតដូចគ្នាទេគឺយើងគ្រាន់តែធ្វើការ right click effect ហើយយើងចូលទៅ autoglow ហើយយើងធ្វើការជ្រើសរើសទៅលើពណ៌ដែលយើងចង់ដាក់អូខេដាក់ពណ៌ខ្មៅហើយយើងចុច OK បន្តមកទៀតគឺយើងរើសទៅលើ option ហើយខ្ញុំយកកសាយហើយខ្ញុំយកទៅលើកម្រិតភាពច្បាស់ខ្ញុំសេរីវាប៉ុណ្ណេះចុះហើយតកតនឹងទំហំខ្ញុំដាក់ធំតិចបន្តមកទៀតគឺ noise យើងចង់សេរីវាយើងដាក់មកហើយសម្រាប់ spread ខ្ញុំចង់ឲ្យរៀងក្រាស់ពលឺនេះវាចេញពលឺនេះពណ៌ខ្មៅគឺខ្សែយើងរើសពណ៌នេះគឺពណ៌ខ្មៅយើងអាចថែមវាបន្តិចមកនេះទាញវានេះអូខេហើយយើងចុច OK អញ្ចឹងខ្ញុំគិតថាมันពិបាកទេតកតងជាមួយនឹងការដាក់ទៅលើ autoglow វាគឺជា effect មួយដើម្បីធ្វើការដាក់ពន្លឺសម្ោលនៅខាងក្រៅ object អញ្ចឹងនៅពេលដែលយើងដាក់យើងឃើញគឺវានៅខាងក្រៅ object ជានិច្ចអូខេអញ្ចឹងសូមអរគុណសូមជម្រាបលា